មានមនុស្សមួយចំនួនដែលរស់នៅមិនសូវខ្វល់ខ្វាយមិនបានយកចិត្តទុកដាក់ចំពោះរឿងតូចតាចមួយចំនួនដោយអ្នកខ្លះគិតថាមិនអីនោះទេតាមពិតទៅវាមិនសមនោះឡើយជាលទ្ធផលខណៈពេលដែលមិនយកចិត្តទុកដាក់ពួកគេបានធ្វើកំហុសជាច្រើនដោយចៃដន្យកំហុសទាំងនេះរបស់អ្នកអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនសប្បាយចិត្តខកចិត្តអាក់អន់ចិត្តក្នុងនាមជាមនុស្សពេញវ័យអ្នកត្រូវតែយល់ឲ្យបានច្រើនពីសង្គមកុំបណ្ដោយឲ្យខ្លួនអ្នកធ្លាក់ក្នុងស្ថានភាពឆ្គងដូច្នេះពេលទៅលេងផ្ទះរបស់អ្នកដទៃអ្នកមិនគួរយករបស់ទាំង3នេះមកជាមួយឡើយបើមិនដូច្នេះទេអ្នកនឹងត្រូវបានគេគិតថាមានការគិតទាបបំផុតក្នុងជីវិតដែលរឿងទាំង3នោះរួមមាន 1. នាំមនុស្សដទៃដែលមិនពាក់ព័ន្ធក្នុងជីវិតពិតការជួបជុំគឺសម្រាប់មនុស្សស្គាល់គ្នាគឺជារឿងដែលសប្បាយរីករាយមិនមែនសម្រាប់មនុស្សចម្លែកមួយក្រុមធ្វើឲ្យបរិយាកាសមានភាពឆ្កង់ឆ្កងនោះទេពិធីជួបលៀងរវាងមិត្តក្រុមគ្រួសារតែបើមានមនុស្សមិនស្គាល់គ្នាជាច្រើនមកធ្វើឲ្យគ្រប់គ្នាមិនដឹងថាត្រូវនិយាយអ្វីបរិយាកាសក៏មិនត្រូវបានលាតត្រដាងការជួបជុំគ្នាដែលគ្មានម៉ៃនេះអាចធ្វើឲ្យមនុស្សបាត់បង់ចំណាប់អារម្មណ៍យ៉ាងងាយស្រួលការជួបជុំទៅលើកម្មវិធីនីមួយៗវាតែងតែមានភាពជាក់លាក់មិនមែនគ្រប់គ្នាអាចនាំមនុស្សកាន់តែច្រើនតាមអំពើចិត្តបាននោះទេការនាំមនុស្សចម្លែកមកទីនេះដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនពេញចិត្ត 2. យករឿងអវិជ្ជមានចូលផ្ទះរបស់គេយើងម្នាក់តែងមានបញ្ហារៀងៗខ្លួនប៉ុន្តែត្រូវចាំថាការចែករំលែករឿងមិនល្អនៅក្នុងផ្ទះរបស់គេវាមិនល្អនោះទេសូមកុំយកផ្ទះមិត្តគ្រួសារអ្នកដទៃធ្វើជាទីលានរំសាយអារម្មណ៍ឬនិយាយអាក្រក់ពីអ្នកដទៃផ្សេងទៀតគ្រប់គ្នាមិនសប្បាយចិត្តនោះទេបើសិនអ្នកនិយាយតែរឿងគ្មានប្រយោជន៍វាពិតជារឿងដែលគួរឲ្យធុញទ្រាន 3. យករបស់ដែលមិនបានការទៅឲ្យគេវាជារឿងធម្មតាណាស់ក្នុងការផ្ដល់អំណោយនៅពេលទៅលេងផ្ទះនរណាម្នាក់អំណោយមិនត្រឹមតែអាចបំលឺបរិយាកាសប៉ុណ្ណោះទេថែមទាំងបង្ហាញបេះដូងរបស់អ្នកផងដែរប៉ុន្តែការផ្ដល់អំណោយក៏មានបម្រាមផងដែរកុំចាត់ទុកវត្ថុចាស់ចោលឬមិនចង់បានរបស់អ្នកជាអំណោយសម្រាប់ផ្ដល់ឲ្យទៅអ្នកដទៃការធ្វើបែបនេះគឺជាការមើលងាយគេទៅវិញទេវាមិនបានឆ្លុះបញ្ចាំងពីការឲ្យតម្លៃឡើយ